តម្លៃហាងឈីមីបានបន្តធ្លាក់ចុះយ៉ាងគំហុកបន្ថែមទៀតបន្ទាប់ពីកិច្ចប្រជុំសម្ដេចទៅលើអត្រាការប្រាក់ពីធនាគារកណ្ដាលសហរដ្ឋអាមេរិកបើគណនីទិញលក់ហាងឈីមីឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃសូមស្វាគមន៍មកការវិភាគតម្លៃហាងឈីមីប្រចាំថ្ងៃប្រហ័សទី19ខែមីនាឆ្នាំ2026យើងឃើញថាតម្លៃហាងឈីមីគឺបន្តរងសម្ពាធធ្លាក់ចុះបន្ថែមទៀតដោយធ្លាក់ចុះដល់កម្រិតប្រមាណជា$4,804ក្នុង1អោនឬក៏$5,787ក្នុង1ដំឡឹងការប្រជុំវិញបន្ទាប់ពីចេញផ្សាយនៅទិន្នន័យអត្រាការប្រាក់ដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកសម្រាប់រក្សាអត្រាការប្រាក់នៅកម្រិតដដែលព្រោះបច្ចុប្បន្ននេះគឺកំពុងតែព្រួយបារម្ភខ្លាំងជាមួយនឹងអតិផរណាទៅលើប្រភពថាមពលដែលបណ្ដាលមកពីចំនួននៅមជ្ឈមបូព៌ាដែលបងប្អូនឃើញហើយបច្ចុប្បន្ននេះគឺប្រេងឡើងថ្លៃគឺដោយសារតែបញ្ហានេះឯងតែបច្ចុប្បន្ននេះបើសិនជាយើងមើលទៅលើតម្លៃហាងឆេងមាសគឺស្ថិតនៅក្នុងកម្រិត$4,840ចង់ដឹងថាតើវាអាចនឹងបន្តធ្លាក់ចុះទៅដល់កម្រិតណាទៀតហើយយើងគួរទិញពីតម្លៃណាមកវិញបើអញ្ចឹងយើងចូលទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទបងប្អូនអញ្ចឹងយើងមកមើលពីប្រកោប្រចាំថ្ងៃទៅមុនបាទសម្រាប់ប្រកោប្រចាំថ្ងៃផងមាសយើងឃើញថាការពីម្សិលមិញនេះគឺវាបានបំបែកតំបន់ sideways ដែលខ្ញុំជម្រាបជូនបងប្អូនណានេះបំបែកតំបន់ខាងលើនេះអញ្ចឹងខ្ញុំបញ្ជាក់ជូនបងប្អូនដែរបើសិនជាបំបែកតំបន់នឹងហើយមាសនឹងទៅទិសដៅថ្មីឃើញហើយបើបំបែកទៅលើបាទទិសដៅវាមកលើវិញហើយបើសិនជាបំបែកទៅខមនឹងបន្តធ្លាក់អញ្ចឹងយើងឃើញថាយប់មិញនេះវាបំបែកចុះមកខាងខមហើយបំបែកចុះមកបងប្អូននេះឃើញទេធ្លាក់មកប៉ះហើយធ្លាយទៀតបាទធ្លាយកម្រិតទាបទី2របស់វាទៀតនៅក្នុងតំបន់ខាងខមអញ្ចឹងសម្រាប់មាសបើសិនជាយើងមើលទៅលើកម្លាំងទិញលក់បាទក្នុង time frame រយៈពេលមួយថ្ងៃយើងឃើញថាកម្លាំងលក់ចុះខ្លាំងការប្រយុទ្ធមិញមកណាកម្លាំងលក់ចុះមកវិញខ្លាំងអញ្ចឹងមាសនេះបើខ្ញុំមើលទៅអាចនឹងមានការធ្លាក់ចុះមកខាងខមបន្តទៀតបើទោះបីជាវាត្រូវឡើងទៅវិញក្នុងថ្ងៃនេះក៏ដោយបងប្អូនត្រូវតែមានការធ្លាក់ចុះមកខាងខមបន្តថែមទៀតហើយបានងើបឡើងទៅវិញងើបឡើងនេះអាចនឹងជា retracement ទេបងប្អូនមិនថាងើបឡើងទៅខ្លាំងវិញទេបាទតើតែវាឡើងមកបំបែកកម្រិត sideways នេះទី1ទី2បំបែកកម្រិតនេះមួយទៀតបានអាចមានឱកាសឡើងទៅវិញខ្លាំងអញ្ចឹងឥឡូវយើងចូលទៅមើល time frame រយៈពេល1ម៉ោងបងប្អូន time frame រយៈពេល1ម៉ោងខ្ញុំបែងចែកជាកម្រិតទាបកម្រិតខ្ពស់ណាកម្រិតដែលយើងធៀមទិញលក់បាទកម្រិតទាបមាន3កម្រិតទី1នៅ$4,800ក្នុង1អោនកម្រិតទាបទី2នៅ$4,751ក្នុង1អោននេះហើយកម្រិតទាបទី3នៅ$4,671ក្នុង1អោនអញ្ចឹងបើសិនជាមើលបកគោ daily បកគោប្រចាំថ្ងៃមិញណាកម្រិតទាបហ្នឹងគឺបាទកម្រិតទាបចុងក្រោយនេះ$4,670បាទក្នុងតំបន់ហ្នឹងដែលជាកម្រិតទាបបន្តរបស់វាបើយើងមើលបកគោប្រចាំថ្ងៃប៉ុន្តែនៅក្នុងបកគោរយៈពេល1ម៉ោងវាមានកម្រិតទាបបន្តរបស់វាអញ្ចឹងតែបាទសម្រាប់កម្រិតខ្ពស់បាទក៏មាន3កម្រិតដូចគ្នាទី1គឺនៅ$4,960ក្នុង1អោនកម្រិតខ្ពស់ទី2នៅ$5,010ក្នុង1អោនហើយនិងកម្រិតខ្ពស់ទី3នៅ$5,090ក្នុង1អោនអញ្ចឹងសម្រាប់តម្លៃហាងឆេងមាសបច្ចុប្បន្ននេះយើងឃើញថានៅក្បែរជាមួយនឹងកម្រិតទាបបងប្អូនអាចពិចារណាធៀមទិញនៅក្នុងព្រឹកនេះប៉ុន្តែខ្ញុំអត់តន់ឲ្យទិញឥឡូវទេចាំមើលបើសិនជាមានការធ្លាក់ចុះមកខាងក្រោមម្ដងទៀតមកកម្រិត$4,800នេះបាទយើងចាំពិចារណាធ្វើការទិញឡើងសម្រាប់ទីផ្សារបើសិនជាមានសញ្ញា confirm ខ្ញុំទិញណាបាទចាំយើងធ្វើការទិញឡើងបាទអញ្ចឹងខ្ញុំនឹងអាប់ដេតជូនបងប្អូនបន្ថែមដូចគ្នាហើយសម្រាប់បងប្អូនដែលចង់ទិញមាសគីឡូអីព្រោះកាលពីម្សិលមិញគឺខ្ញុំបានឲ្យទិញមកវគ្គដែរនៅតម្លៃ$4,900ជាងបាទហើយនៅក្នុងថ្ងៃនេះបងប្អូនអាចចាណាធ្វើការទិញបន្ថែមទៀតក៏បានដែរបាទព្រោះតម្លៃនេះតម្លៃល្អហើយ$4,800អញ្ចឹងមាសនៅក្នុងថ្ងៃនេះគឺយើងអាចជួញដូរនៅចន្លោះ$4,800ទៅ$4,960មានន័យថា$160អញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ